ពេលដើរក៏ចុចពេលដេកក៏ចុចពេលឈរក៏ចុចពេលអង្គុយក៏ចុចពេលបើកម៉ូតូក៏ចុចពេលជិះម៉ូតូក៏ចុចពេលបើកឡានក៏ចុចពេលជិះឡានក៏ចុចនៅក្នុងថ្នាក់រៀនក៏ចុចក្រៅថ្នាក់រៀនក៏ចុចពេលជិះយន្តហោះក៏ចុចពេលជិះឡានក្រុងក៏ចុចពេលជិះរថភ្លើងក៏ចុចពេលចាំយន្តហោះក៏ចុចពេលបន្ទោបង់ក៏ចុចចុចចឹងខ្ញុំសង្កល់ឃើញថាមនុស្សសម័យនេះគឺគាត់ពួកនឹងទូរស័ព្ទមែនតើកន្លែងណាក៏គាត់ចុចដែរនៅម្នាក់ឯងក៏ចុចនៅជុំគ្នាក៏ចុចចឹងលោកគ្រូតទៅពេលគាត់ចុចខ្លាំងពេកទៅតើនឹងធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះផលប៉ះពាល់វាមានច្រើនណាស់តែពេលដែលមនុស្សយើងឆ្លុះវង្វេងវក់នឹង social media ខ្លាំងពេកឬក៏ smartphone ខ្លាំងពេកធ្វើឲ្យមនុស្សកើតទៅជាជំងឺសង្គមជំងឺសម្ភារៈនិយមជំងឺភ្លើតភ្លើនហើយនឹងជំងឺចង់នៅតែឯងគេហៅថា introvert materialism ជំងឺ materialism ស្ដែងចេញតាមរយៈធ្វើឲ្យមនុស្សភ្លើតភ្លើនចង់បានរបស់ហួសហេតុគាត់ធ្វើរឿងមិនសមប្រកបដូចជាគាត់ធ្វើជាសង្សារកើអីចឹងទៅមួយខែ $3,000-4,000 លទ្ធផលចុងក្រោយគាត់ត្រូវបានគេងក្នុងវ៉ាលីឬក៏ត្រូវបានគេយកទៅកាប់ចោលនៅក្នុងលេខខ្សាច់ដូចនៅផ្លូវ60 ម៉ែត្រកន្លងទៅអញ្ចឹងជំងឺសម្ភារៈនិយមនេះផងដែរធ្វើឲ្យមនុស្សមួយចំនួនហ៊ានទៅដល់លុបគ្រឿងក្នុងរបស់ខ្លួនដើម្បីបាន iPhone ថ្មីស៊េរីថ្មីដោយធ្លាប់មានការឡើងនៅប្រទេសចិននិងប្រទេសឥណ្ឌាគឺធ្លាប់លុបកលៀនដើម្បីបានទូរស័ព្ទទំនើបទូរស័ព្ទ iPhone ដែលចេញថ្មីហើយជំងឺភ្លើតភ្លើននេះផងដែរសម្ភារៈនិយមនេះផងដែរធ្វើឲ្យមនុស្សបាត់បង់ភាពអៀនខ្មាស់បង្ហាញនូវភាពកេរ្តិ៍ខ្មាស់នៅតាម social media ដើម្បីចង់ល្បីហើយអំពើផិតក្បត់ក៏កើតមានឡើងយ៉ាងច្រើនផងដែរចឹងគ្រូយើងគួរធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយនៅជំងឺសង្គមទាំង3នេះចឹងជំងឺចង់នៅតែឯងជំងឺភ្លើតភ្លើននិងជំងឺសម្ភារៈនិយមគឺយើងត្រូវស្គាល់ខ្លួនឯងយើងត្រូវកាត់បន្ថយការប្រើប្រាស់ social media smartphone ហើយងាកមកអានសៀវភៅឲ្យបានច្រើនពេលនោះបញ្ហានេះនឹងត្រូវបានដោះស្រាយសូមជូនសារនេះជាពិសេសទៅដល់ក្មេងៗយុវជនជំនាន់ក្រោយដែលគាត់មានការងប់ងល់ឆ្លុះវង្វេងនឹងសម្ភារៈនិយមឆ្លុះវង្វេងនឹងបច្ចេកវិទ្យាខ្លាំងពេករហូតធ្វើឲ្យភ្លេចខ្លួនផងក្នុងហ្គេមអនឡាញផងក្នុងភាពភ្លើតភ្លើននិងភាពសម្ភារៈនិយមធ្វើឲ្យគាត់ខូចអនាគតអស់ភាសានេះគឺមានតែប៉ុណ្្នឹងទេអរគុណ